Hello អ្នកទាំងអស់គ្នាថ្ងៃនឹងចេញមកធ្វើវីដេអូទៀតដែរដោយសារតែមួយរយៈពេលមុនខ្ញុំរវល់ពេកយ៉ាងទៅខ្ញុំមិនសូវបានធ្វើវីដេអូទេចានេះគឺជាសកម្មភាពរបស់ពួកខ្ញុំទៅលេងនៅភ្នំបានណនចានិយាយហ្នឹងដូចអត់បាយ7ថ្ងៃចឹងតែពិតមិនមែនចឹងទេបាយហូបឡើងធាត់តែដល់ពេលធាត់ពេកទៅនិយាយដោយសារតែខ្លាញ់រំពោះវៀនពេកតាកុំឲ្យតប៉ែយូឥឡូវចូលមកដល់វីដេអូរបស់យើងមកទៅគឺថាមានជាការថតនៅចិត្តកន្លែងគេដាក់ធ្វើជារូបបេះដូងរូបអីអញ្ចឹងណាថ្ងៃហ្នឹងបងអូនខ្ញុំមកលេងខ្ញុំមិនអរគ្នាបងអូនខ្ញុំធ្វើការនៅពេញទេតែជិះឡានមកលេងខ្ញុំដល់បាត់ដំបងមកយប់ដល់ដល់ពេលអញ្ចឹងទៅបងអូនខ្ញុំបាននិយាយថាវាចង់ដើរលេងអញ្ចឹងខ្ញុំក៏នាំដើរលេងទៅខ្ញុំមិនដឹងថានាំវាទៅដើរលេងណាសប្បាយក៏នឹកឃើញថាអូមានឡូរីគេជិះនៅភ្នំបាណន់អញ្ចឹងណាអញ្ចឹងទៅក៏សារ៉ាចិត្តថានាំគ្នាមកជិះឡូរីអញ្ចឹងណានេះចាទេសភាពស្រស់ស្អាតមែនតើគឺថាជិះកណ្ដាលថ្ងៃត្រង់ម៉ោង2:10ហ្នឹងឯងចាអត់មានមនុស្សទេមែនអត់មានសោះឯណាមានមួយដែរប៉ុន្តែលក្ខណៈគេមកជាជុំក្រុមគ្រួសារគេមកតេះអញ្ចឹងណាហើយបងខ្ញុំវាក៏បានធ្វើការ selfie share អី add story គេអញ្ចឹងណាពេលដែលជិះនឹងអ្នកទាំងអស់គ្នាសប្បាយខ្លាំងមែនតើមេឃឃើញមេឃក្តៅអញ្ចឹងណាប៉ុន្តែមុនខ្ញុំទៅហ្នឹងវាស្ទុំលក្ខណៈថាខ្ញុំនិយាយត្រូវវាបើកថ្ងៃមិនតែវាអត់ទៅក្តៅចេះទេបើពេលព្រឹកមកវារឿងស្ទុំរហូតដល់ម៉ោង12ហ្នឹងវាទៅក្តៅមួយផ្លេតហ្នឹងទេចាដល់កន្លែងនេះវាយកាមេរ៉ាមកមានណាជួបគេមកតេះដែរតែមិនបានហូរដាក់គេទេហ៊ានហូរទេចាខ្លាចគេថាបែកខ្លាចគេថាយើងអត់គ្រប់ចឹងខានចេញវីដេអូយូរហើយអញ្ចឹងថ្ងៃហ្នឹងចេញវីដេអូរឿងវែងបន្តិចអ្នកនរគ្នា7នាទីជាងវីដេអូនេះចានេះគឺជាទេសភាពខ្ញុំអត់ទ្រាំបានទេឲ្យតែខ្ញុំឃើញទេសភាពអញ្ចឹងហ្នឹងខ្ញុំថតហើយទោះបីខ្ញុំថតថាខ្ញុំអត់បានផុសដល់ខ្ញុំទុកពេញ full memory ខ្ញុំថានិយាយមែនទូរស័ព្ទខ្ញុំហ្នឹងរកកន្លែងដាក់ស្អីមិនឃើញទេព្រោះអីវាពោពេញទៅដល់នឹងវីដេអូស្អីទៅស្អុកទេវីដេអូអត់ទាន់កាត់អីឡាមកកណូកោដឹកឲ្យនឹងទុកធ្វើអីខ្ញុំទៅខ្ញុំឆ្ងល់ណាចាបន្តិចទៀតហ្នឹងក៏បានឃើញប្អូនរបស់នាងខ្ញុំម្ដងទៀតហើយនេះគឺជាប្អូនស្រីបង្កើតរបស់ខ្ញុំឈ្មោះថាស្រីពេជ្រចាចំណែកខ្ញុំឈ្មោះថាស្រីណៃបាច់មកមុខខ្ញុំទេកាមេរ៉ាសេណអាចរុយមកទាំងផ្ទាំងអាយ៉ានោះប្រុសស្អាតយើងថានោះចាប្រុសស្អាតឯងមានមុខសឹងគ្រប់វីដេអូហ្មងគឺសង្សារខ្ញុំនឹងឯងអ្នកទាំងអស់គ្នាទៅណាក៏មិនតែទៅម្នាក់ឯងដែរគេទៅជាមួយរហូតនឹងចាគេតាម take care រហូតនឹងចូលអ្នកកំពុងមើលមានអ្នកតាម take care ដូចខ្ញុំអត់ណាខ្ញុំនិយាយលេងតែអ្នកទាំងអស់គ្នាអើយនិយាយរួមទៅម្យ៉ាងដែរជីវិតនៅ single ផ្សេងជីវិតពេលមានដៃគូជីវិតទៅផ្សេងណាម្យ៉ាងម្នាក់គាត់ថានៅម្នាក់ឯងអត់សូវឆ្លោះប្រកែកគ្នាជាមួយណាគេដល់ពេលមានអង្សាមកឆ្លោះគ្នាចង់រាល់ថ្ងៃចាមិនទាន់ទៅដល់កោដៅយើងទេពេលនេះកំពុងធ្វើការជិះទៅទៀតហើយដោយសារតែពូគាត់បើករៀនយឺតដែរអញ្ចឹងគាត់ឲ្យយើងមើលទេសភាពអីអញ្ចឹងណាទេសភាពហ្នឹងក៏ស្រស់ស្អាតទៀតមើលទៅជើងភ្នំអូនិយាយពីដើមឈើប្រងព្រាតហើយកន្លែងគេហ្នឹងអត់មានសារ៉ាមទេចាខ្ញុំបានទៅជិះឡូរីហ្នឹងជាលើកទី2ឯអ្នកទាំងអស់គ្នាចុះអ្នកកំពុងមើលនឹងបានតលេងឡូរីជិះឡូរីអីគេនឹងនៅបើអត់ទាន់បានទៅទេនៅបាត់ដំបងយើងនឹងឯងទៅឲ្យបានម្ដងទៅអ្នកទាំងអស់គ្នាអើយពួកអីយើងពេលយើងជិះទៅវាធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយណាពេលនេះយើងក៏បានមកដល់គោលដៅរបស់យើងហើយគឺសួនផ្កាពេលទិញសពតហ្នឹងខ្ញុំភ្លេចបាត់នេះដូចជាម្នាក់3ឡាហើយមានសពតសួនផ្កាផ្សេងទៀតអញ្ចឹងណាអស់ម្នាក់5ឡាជាងអីចាសុំទោសផងអ្នកនរគ្នាខ្ញុំអត់បានចាំច្បាស់ទេកន្លែងហ្នឹងដោយសារតែសង្សារខ្ញុំក៏អ្នកទិញហើយខ្ញុំអាឡែងតែអញញ៉ៃថតអាកន្លែងផ្កាខេណានៃឆ្កុយនោះទៅអត់បានចាប់អារម្មណ៍មើលសបុតទៀតហើយពេលហ្នឹងគេប្រាប់ម្ដងដែរតែគូក្បាលអន់ណាចារឿងលេខហ្នឹងគេប្រាប់ប្រហែលដងក៏ខ្ញុំមិនចាំដែរបាច់ចាំប្រាប់ខ្ញុំទេខ្ញុំអត់ចាំបណ្ដោយតែនចូលមកដល់សួនផ្កាគេនេះចាដឹងជាផ្កាអីគេទេទូចនេះឆ្ងេះអូនិយាយពីកូនផ្កានោះឡងឆ្ងេះពេញហ្នឹងហ្មងតែខ្ញុំអត់ស្គាល់ឈ្មោះអីគេទេតែស្អាតតាអ្នកនរគ្នាអូអ្នកនរគ្នាខ្ញុំភ្លេចមុនពេលខ្ញុំចូលមកហ្នឹងខ្ញុំក៏បានទិញរបស់ហូបមកដែរហើយអត់បានទិញនឹងក្រៅណាគេឲ្យយើងទិញនឹងក្រៅពេលយើងចូលមកដល់ខាងក្នុងហ្នឹងយើងទិញនៅកន្លែងគេហ្នឹងមានលក់សពគ្រប់បែបយ៉ាងហ្មងខ្ញុំថតបានតែមួយផ្លេតមិញខ្ញុំដូចជាបានទិញបាយឆាបាយសាច់ជ្រូកកញ្ច្រាំពងទាចៀនមកប្រអប់ជាមួយនឹងប្រហិតមកប្រអប់ហើយនឹងអីគេទេហ្នឹងហើយពោអីច្រឡំអូយស្អីគេទេរត់អត់ឃើញនំប៉័ងប៉ាតេមួយដើមអ្នកនរគ្នាមកប្រអប់5000 10000តាមនឹងអញ្ចឹងប៉ុន្តែអាប្រហិតហើយនំប៉័ងប៉ាតេគេនោះនឹងឆ្ងាញ់ហើយមកប្រអប់តែ5000ទេធូរថ្លៃសាហាវហ្មងចាឥឡូវនេះនិយាយរឿងបាយនេះបងអូននាងខ្ញុំគឺថាបាយហូបអត់អស់ហ្នឹងយកមកដាក់ឲ្យត្រីហើយអត់គ្នាទិញចំណីត្រីមកទេនាំគ្នាយកបាយហូបសល់ហ្នឹងយកបាយឲ្យត្រីអ្នកនរគ្នាបាយអត់មានមកហូបទេបាយសហ្នឹងត្រីហ្នឹងនិយាយពីថាមកឲ្យនេះគេចាក់កអញ្ចឹងឡើងកដឹប
ចាបន្តពីយើងធ្វើការដាក់ចំណីដាក់ត្រីអីហើយអញ្ចឹងទៅយើងក៏ធ្វើការដើរមើលទស្សនកិច្ចអញ្ចឹងណាបងអូនខ្ញុំគេឃើញសេះនេះគេថាអូចំណុចឯងមើលគេមានឈើគេមានតុកដាក់យើងឡើងមានណាវាទៅឡើងហើយខ្ញុំភ័យខ្ញុំឃើញអញ្ចឹងខ្ញុំខ្លាចលោវាយូរទៅអាសេះនឹងវាកលងខុងកន្លែងជើងឲ្យវាដួលអញ្ចឹងខ្ញុំចាខ្លាចតែបងអូនខ្ញុំមហាសែនឌឺហើយវាចេះខ្លាចអីទេអ្នកនរគ្នាជាវាថារឿងឌឺនឹងលេខ1ហ្មងគ្មានអ្នកណាដូចគាត់ទេចាវាហាវាមិនបានរົບថតទៅវិញទេវាមិនអស់ចិត្តទេហេតុតែមកដល់បាត់ដបងហើយកុំឲ្យខាតណាដាក់10 20ប៉ុសទៅដាក់ឲ្យពេញ memory យីរួមទៅទូរស័ព្ទខ្ញុំមកថតវាឡើងពេញហើយពេលទៅថតទូរស័ព្ទវាពេញទៀតរួមហើយបើនិយាយពីរូបផុសមួយ add story មកវីដេអូអីហ្នឹងនិយាយពីរូបថតវិញពេញទូរស័ព្ទដៃហ្មងរហូតដល់ខ្ញុំកាត់វីដេអូក្នុង CapCut ប៉ុន្តែឥឡូវនេះខ្ញុំកាត់ក្នុង InShot ដោយសារតែ CapCut លើវាពាណិជ្ជកម្មហើយដឹងស្អីគេ load logo CapCut មកហ្នឹងទៅពេលអញ្ចឹងទៅវាជាប់ទៅអត់ឃើញស្អាតអញ្ចឹងហើយខ្ញុំក៏កាត់នៅក្នុង InShot ទៅវារៀងពិបាកអ្នកនរគ្នាពិបាកកន្លែង voice ទៅពេលយើងvoice សលេងនៅក្នុង CapCut ស្រួល voice ជាងនៅក្នុង InShot នេះទៀតចាកុំឲ្យខាតពេលវេលាយូរយើងក៏ចូលមកទស្សនាវីដេអូយើងជាបន្តទៅអូមានសត្វច្រើនមែនទែនមានក្របីមានអីចឹងណាមានកុករាប់រយក្បាលនៅហ្នឹងហើយមានកន្លែងគេលេងព្យ៉ាណូទៀតបរមអ្នកនោះវិញគាត់ហត់ពេកគាត់ទៅអង្គុយនៅមុខមុនហើយចាអាសត្វនោះខ្ញុំមើលផ្លេតច្រឡំសត្វសាយតែប៉ិតនឹងគេហៅអីផងអាសត្វហ្នឹងកូនវាដាក់នៅក្នុងស្បែកវាកុងគ្រូមែនខ្ញុំអត់ស្គាល់ទេមិនដឹងគេហៅសត្វអីទេនិយាយរួមទៅចូលចិត្តណាឃើញរបស់អីស្អាតហ្នឹងថតហើយថតតពេញទូរស័ព្ទហើយទៅពេលវា full memory ទៅខ្ញុំអីហ៊ានលុបទេអ្នកនរគ្នាខ្ញុំស្ដាយវីដេអូអញ្ចឹងខ្ញុំក៏យកវាមកធ្វើជា vlog ធ្វើជាអីអញ្ចឹងកាត់ផុសដើម្បីទុកជាអនុស្សាវរីយ៍អញ្ចឹងណាគឺថាពេលវេលាដើរលឿនដល់អញ្ចឹងទៅបើសិនជាយើងលុបវីដេអូនឹងអស់ចោលទៅយើងមាន memory ទេចាយើងផុស YouTube Facebook អីតាមតែចំណូលចិត្តទៅ account យើងបង្កើតមកមានតែគេមកជេរស្ដីយើងទេបើសិនជាអ្នកនឹងជេរស្ដីយើងក៏ឲ្យគេជេរទៅធ្វើម៉េចបើគេចូលចិត្តជេរយើងហាមាត់គេមិនបានទេចាយីរូបើសិនជាគេស្អប់យើងធ្វើអីក៏ខុសដែរចាពេលនេះវីដេអូចាប់ឲ្យត្រឹមនឹងឯងសូមអរគុណជម្រាបលា